tênไอ้กินเลยบอมโอนตักไปlấy ba là miệng bom ôn khỏi khơi của bom ôn miệng nặng cái thơ mà chớ làm đàn mười tặng ở này số thơ này hai ngành tiệt bom ôn mà tinh kê nằm olo ta bảo bom ôn miền tây và liệt phơi bom ôn lại tinh kê bàn tái thở tinh đôi tầm nục chất cho mỗi nâng nhẹ độ đại quạt luôn là bỏ sọt này trắng bom ôn đại quạt trong che thơ tỏ một thơ mười nhom tặng ở này nhom prap vì vị thì thơ nghe hái nghe rồi nhàm tiệt trongជំរាបជូនទៅដល់បងប្អូនទាំងអស់គ្នាថាសម្រាប់ការធ្វើទឹកល្មៀតដូងក្អូបនេះបងប្អូនធ្វើតាមរូបមន្តបងប្អូនខ្ញុំមិនដឹងតែនេះខ្ញុំធ្វើតាមរូបមន្តរបស់បងអ្នកជិតខាងអញ្ចឹងសម្រាប់ទឹកដូងក្អូបនេះផងដែរបងប្អូនចង់យកតែទឹកសុទ្ធក៏បានចង់យកទាំងសាច់ដូងក៏បានដែរហើយបងប្អូនចង់លាយបល័យល្មៀតចូលគ្នាក៏បានឬក៏ធ្វើតែល្មៀតសុទ្ធក៏បានបល័យសុទ្ធក៏បានដែរយ៉ាងไรក៏ប៉ុន្តែថ្ងៃនេះនាងខ្ញុំសូមបង្ហាញអំពីការធ្វើទឹករមៀតដូងក្រអូបការធ្វើទឹករមៀតដូងក្រអូបនេះគឺយើងយកដូង2ផ្លែហើយយកទាំងសាច់វាផងដែរយើងកិនវាឲ្យម៉ត់កាន់តែម៉ត់កាន់តែល្អបងប្អូនមានកញ្ឆែងរែងវាយកទៅទឹកវាកុំឲ្យដល់កាក់ក៏បានដែរតែនាងខ្ញុំភ្លេចរែងការពិតគេត្រូវរែងយកទៅទឹកវាក៏បានដែរដល់អញ្ចឹងទៅយើងដាក់ទាំងអញ្ចឹងបដ ாய் ទៅព្រោះយើងកិននឹងម៉ត់ដែរហ្នឹងហើយអញ្ចឹងសម្រាប់ប្រភេទដូងក្អូបនេះសម្រាប់យើងយកទឹកល្មៀតក្នុងពាក់កណ្ដាលកំប៉ុង2វែកអញ្ចឹងវាស្មើនឹងដូង2ផ្លែបន្ទាប់មកយើងយកទឹកដូងដែលយើងបានកាប់អំបញ្ញមិញនេះដាក់ចូលទៅក្នុងខ្ទះកម្ដៅឲ្យភ្លើងតិចបំផុតណាហើយយើងយកដូងដែលយើងបានកន្លុកអំបញ្ញមិញនេះចាក់ចូលគ្នាកូររហូតណាបងប្អូនយើងកូររហូតបញ្ជាក់កន្លែងហ្នឹងបន្តិចបងប្អូនតិចថាបើភ្លើងក្ដៅគឺអត់ទេណាបងប្អូនឥឡូវដូចខ្ញុំប្រាប់អញ្ចឹងយើងដាក់ដើម្បីឲ្យងាយស្រួលស្មានបងប្អូនដាក់2វែកមកត្រូវហើយសម្រាប់ដូង2ផ្លែបងប្អូនដាក់តែ2វែកមកគឺល្មមហ្មងហើយសម្រាប់បងប្អូនដែលគាត់មានទឹកខ្មុំបងប្អូនក៏ដាក់ទៅបងប្អូនដែលអត់មានទឹកខ្មុំមិនបាច់ដាក់ក៏បានដែរហើយសម្រាប់ទឹកខ្មុំនេះខ្ញុំដាក់1វែកដើម្បីងាយស្រួលចំណាំអញ្ចឹងវាងាយស្រួលមែនទែនសម្រាប់បងប្អូនដែលគាត់ថាដាក់ស្មានមិនទេមើលងាយយល់ឥឡូវខ្ញុំដាក់ចេះទៅស្រួលបងប្អូនមើលតែម្ដងហើយសម្រាប់ទឹកល្មៀតដូងក្អូបនេះបងប្អូនកូរដូចខ្ញុំអញ្ចឹងរហូតបងប្អូនឲ្យភ្លើងបើករឹមអត់ឲ្យបើកក្ដៅពុះខ្លាំងទេវាអត់ល្អបងប្អូនបើករឹមទៅល្មមតែវាឆ្អិនល្អបងប្អូនទុកឲ្យត្រជាក់ចាំដាក់ចូលក្នុងកែវបងប្អូនហើយនិយាយទៅទឹកល្មៀតដូងក្អូបនេះបងប្អូនដែលគាត់ដែលអត់ចេះញ៉ាំបងប្អូនធ្វើអញ្ចេះញ៉ាំគឺឆ្ងាញ់មែនតើលាយជាមួយនឹងទឹកដោះគោឆៅយើងស្ទីមឲ្យក្ដៅញ៉ាំពេលកំឡុងពេលមករដូវគឺកាន់តែសាច់យើងកាន់តែភ្លឺស្អាតល្អមែនតើណាបងប្អូនអញ្ចឹងសម្រាប់ស្រីៗយើងណាចង់ឲ្យសាច់ចាំក្មេងជាងវ័យកុំឲ្យអស់លើទិញ collagen ប្រើតែប៉ុណ្្នឹងទៅបងប្អូនណាយកសម្រស់ទៅណាមអស់ទេធានា 100% ហើយបើបងប្អូនខ្ជិលធ្វើអាចតិចតងកំងពីខាងនាងខ្ញុំបានណាព្រោះដោយសារតាទឹកល្មៀតដូងក្អូបនេះយើងអាចធ្វើទុកបានទេយើងធ្វើភ្លាមមកហើយត្រូវតែក្លាសេក្នុងទូទឹកកករហូតតែទុកក្រៅគឺខូចណាបច្ចេកតិចណាបងប្អូនអញ្ចឹងសម្រាប់បងប្អូនដែលគាត់អត់សូវចេះញ៉ាំអាចធ្វើវិធីតាមនេះខ្ញុំចេះក៏បានឬក៏បងប្អូនអាចធ្វើវិធីផ្សេងដែលបងប្អូនអាចញ៉ាំបានក៏បានដែរតែនេះដោយសារតែម៉ួយនេះខ្ញុំគាត់ចង់ដឹងថាតើរបៀបធ្វើល្មៀតដូងក្អូបគេធ្វើមិនបងឥឡូវខ្ញុំចែករំលែកជូនបងប្អូនធ្វើបងប្អូនអាចធ្វើតាមខ្ញុំនេះក៏បានបងប្អូនខ្ជិលធ្វើអាចទេមកនេះខ្ញុំមកនេះខ្ញុំធ្វើជូនបងប្អូនធ្វើថ្មីភ្លាមមិនញ៉ាំឆ្ងាញ់ណាបងប្អូនណាយើងធ្វើទុកយូរទុកខាងក្រៅគឺប្អូនញ៉ាំអត់កើតទេបានតែយើងធ្វើភ្លាមឲ្យខ្លះសេក្នុងទូទឹកកកគឺកាន់តែល្អហើយសម្រាប់យើងយកញ៉ាំយើងគ្រាន់តែដួសតែមកលភៀមមកដាក់ជាមួយទឹកដោះគោក្ដៅស្ទីមក្ដៅគោផ្លុំហត់អូឆ្ងាញ់មែនតើបងប្អូនហើយនិយាយទៅសម្រាប់អ្នកដែលអត់ចេះញ៉ាំធ្វើរបៀបហ្នឹងគឺញ៉ាំឆ្ងាញ់ណាស់ចឹងអរគុណវីដេអូរបស់នាងខ្ញុំមានតែប៉ុណ្្នឹងទេហើយសម្រាប់ព័ត៌មានលម្អិតបងប្អូនចង់សួរអីបន្ថែមទៀតអាចឆាតចូលក្នុង page បានណាបងប្អូនណាឈ្ងុយនិយាយទៅបងប្អូនធ្វើតាមវិធីនេះដល់ថាអ្នកចេញខ្ញុំក៏ញ៉ាំបានដែរមើលញ៉ាំហូរឥឡូវពងក្ដៅផ្លុំហត់អូបាញ់ខ្ចាយនិយាយមែនបងប្អូនហើយមិនមែនមកហុយបងប្អូនឃើញទេអូឆ្ងាញ់ម៉េះ ឡើងឈ្ងុយខ្ទិះដូងហ្មងណា
អូឆ្ងាញ់មែនបងប្អូននិយាយមែនឆ្ងាញ់ណាញ៉ាំក្រាស់ក្រាប់លំហត់ចិត្តឆ្ងាញ់មែនតើហ្មង the best ចឹងសម្រាប់សុភាពនារីទាំងអស់គ្នាធ្វើតាមក្បួននេះទៅគឺថាញ៉ាំឆ្ងាញ់មិនអស់លើទៀនគេធ្វើញ៉ាំខ្លួនឯងសុខភាពជាជាថារបស់សតល្អទៀតអញ្ចឹងបងប្អូនដែលគាត់អត់មានពេលគាត់អាចទិញគេទៅហើយបើគាត់មានពេលឆ្លៀតធ្វើទៅយើងបានញ៉ាំឆ្ងាញ់ហើយយើងជិះទឹកដៃយើងហាអនាម័យហើយសុខភាពអូខេវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការចូលចិត្តនិងតែងតែគ្រប់គ្រងចុចបេះដូងចុច like ឲ្យរហូតអរគុណច្រើនជម្រាបលា